បាទថ្ងៃនេះខ្ញុំមកនិយាយអំពីរឿងនៅអាមេរិកដែលត្រាំគាត់ចង់ខ្លាយទៅជាប្រធានាធិបតីនៅអាណត្តិទី3បន្តទៀតព្រោះពេលនេះគាត់ឡើងប្រធានាធិបតីពីអាណត្តិហើយប៉ុន្តែគាត់ចង់បន្តដឹកនាំអាមេរិកនៅអាណត្តិទី3អញ្ចឹងបានន័យថាគាត់និយាយនេះគាត់មិននិយាយលេងសើចទេគាត់និយាយមែនប៉ុន្តែសំណួរសួរថាគាត់អាចធ្វើបានអត់ចម្លើយលុះត្រាតែគាត់កែប្រែរដ្ឋធម្មនុញ្ញព្រោះរដ្ឋធម្មនុញ្ញអាមេរិកអនុញ្ញាតឲ្យប្រធានាធិបតីដឹកនាំប្រទេសបានតែ2អាណត្តិទេហើយបើសិនបើត្រាំចង់ធ្វើគឺត្រូវតែកែរដ្ឋធម្មនុញ្ញក្នុងទីនេះទាមទារឲ្យមានសម្លេង2ភាគ3នៅក្នុងសភាទៅទៀតប៉ុន្តែគណៈបករបស់ត្រាំរាល់ថ្ងៃនេះគាត់អត់មានសម្លេងយ៉ាងណាច្រើនដល់ម្លឹងនៅក្នុងសភាអាមេរិកទេអញ្ចឹងវាពិបាកដែរប៉ុន្តែគាត់អាចឲ្យគាត់ចង់និយាយថាគាត់ចង់ឲ្យកូនចៅគាត់ម្នាក់ឡើងជាប្រធានាធិបតីហើយបើសិនជាម្នាក់នោះលាលែងពីប្រធានាធិបតីគាត់នឹងឡើងជាប្រធានាធិបតីបានន័យថានៅពេលដែលកូនចៅគាត់ឡើងជាប្រធានាធិបតីគាត់នឹងឈរឈ្មោះជាអនុប្រធានាធិបតីគឺស្ដាប់មើលទៅវាវល់មែនព្រោះត្រាំគាត់ចង់ក្លុកអាមេរិកហើយពេលនេះពិភពលោកក៏ក្លុកបានអញ្ចឹងគាត់ចង់ក្លុកអាមេរិកតែតើគាត់ធ្វើទៅរួចឬមួយយ៉ាងណាចាំមើលទាំងអស់គ្នា